វៈពីកញ្ញាឌីជីពិតជាមានការបោះរំចំពោះចាំងយូជាខ្លាំងអាចថាព្រឹត្តិការណ៍នឹងដាក់ទោសចំពោះអ្នកចាំងយូក៏បានតតវិញថាចំពោះរឿងនេះខ្ញុំពិតជាបានដឹងហើយខ្ញុំពិតជាមិនខ្លាចទេព្រោះថាខ្ញុំចង់ឲ្យជីវិតរបស់ខ្ញុំដូចជាកាលពី3ឆ្នាំមុននោះទេចំណែកគម្ពីរនៅទីនេះអ្នកយកទាំងអស់ទៅខ្ញុំពិតជាប្រកួតនេះហើយក៏បានដើរចេញនាងកំពុងតែគិតថាមើលទៅគាត់ពិតជាហាក់បីជាផ្លាស់ប្ដូរជាច្រើនក្នុងរយៈពេល3ឆ្នាំនេះចាំងយូពិតជាសប្បាយចិត្តព្រោះថាគេនិយាយមិនពិតជាលើមែនទេឥឡូវនេះចាំងយូក៏មកដល់កន្លែងជាន់ទី3ហាក់បីដូចជាគម្ពីរជាច្រើននៅទីនេះមើលទៅសំបីតែគម្ពីរទាំង8នៅទីនេះសុទ្ធតែកម្រិតខ្ពស់ប៉ុន្តែយ៉ាងណាក៏ដោយតួឯករបស់យើងពិតជាចោលអារម្មណ៍ជាខ្លាំងចំពោះគម្ពីរសនវូប៉ុន្តែហក់ទៅហាក់បីដូចជាមានជីវនឹងថាពោការពារនៅទីនោះថាពោដែលវាប្រហារចំពោះចាំងយូវាពិតជាខ្លាំងក៏បានលេចឡើងជាមួយនឹងប្រតិចារម្នាក់ក៏បាញ់ថាតែជាពីណាគេប៉ុន្តែចាំងយូកំពុងតែគិតថាហាក់បីដូចជាកម្លាំងបរោនៃខ្លាំងជាងបេសកជនដែលមកពីដែនដីបរិសុទ្ធលីងសៀវទៅទៀតប៉ុន្តែប្រចានឹងក៏បាញ់ថាគ្រាន់តែជាមនុស្សនៅអាណាចក្រទី3តែប៉ុណ្ណោះពិតជាចង់បានជាមួយនឹងកំពីសនវូស៊ូត្រារបស់ខ្ញុំដែរមែនទេប៉ុន្តែយ៉ាងណាក៏ដោយហាក់បីដូចជាតួឯករបស់យើងមិនយល់ពីអាណាចក្រសនវូនោះទេគាត់ក៏បានប្រាប់ថាសាលាគុណហុងហ្វូគឺជាអាណាចក្រគឺជាច្រត់ទ្វារនៃសនវូនឹងហើយគាត់ក៏បានប្រើជឿនថាពោមើលការចងចាំនៅក្នុងព្រលឹងក៏បានដឹងថាមើលទៅអ្នកគឺជាកូនចៅនៃចំនួនក្រៃសនវូដែរមែនទេប៉ុន្តែហាក់បីដូចជាគាត់បានមិនអាចមើលដល់ចំពោះការចងចាំទាំងអស់នោះទេមើលទៅតួឯករបស់យើងពិតជាមានអាចកំបាំងជាច្រើនគាត់ក៏បានប្រាប់ថាអញ្ចឹងអ្នកគួរតែរៀនជាមួយនឹងបច្ចេកទេសអាចកំបាំងទាំង8នេះទៅប៉ុន្តែយ៉ាងណាក៏ដោយចាំងយូពិតជាមិនចង់រៀននោះទេចាំងយូចង់រៀនជាមួយនឹងកំពីសនវូស៊ូត្រាប៉ុន្តែក៏បានប្រាប់ថាកំពីនេះវាពិតជាពីបាទព្រោះថាវាត្រូវបានបំផ្លាញជាមួយរាងកាយមានតែកម្រិតអមតានោះទេពិតជាអាចធ្វើបានជាមួយនឹងកំពីសនវូស៊ូត្រានេះប៉ុន្តែយ៉ាងណាក៏ដោយចាំងយូបានប្រាប់ថាបើយើងមិនសាកល្បងមិនដឹងគាត់ក៏បានប្រាប់ថាមើលទៅអ្នកពិតជាចង់សាកល្បងមែនទេក៏បានចេញថាពោចាប់ចងចំពោះចាំងយូរបស់យើងចាំងយូពិតជាមានការឆ្ងល់ជាខ្លាំងគាត់កំពុងតែចង់ធ្វើអ្វីគាត់បានប្រាប់ថាបើអ្នកចង់រៀនត្រូវតែធ្វើខ្ញុំមើលឃើញពីសមត្ថភាពរបស់អ្នកសិនចាំងយូរបស់យើងក៏បាននិយាយថាបានចឹងហើយមិនខ្លាចទេក៏បានខំទប់ទល់ចំពោះថាមពលដែលគាត់ធ្វើតេស្តមួយទៅវាពិតជាខ្លាំងណាស់សូម្បីតែរាងកាយអមតៈរបស់ខ្ញុំក៏មិនអាចទាំត្រូវបានផងដែរប៉ុន្តែយ៉ាងណាក៏ដោយប្រតិចារនឹងពិតជាភ្ញាក់ផ្អើលចំពោះចាំងយូរបស់យើងពិតជាអាចទប់ទល់បានប៉ុន្តែយ៉ាងណាក៏ដោយសារតែក៏មិនបានដឹងចំពោះរាងកាយអមតៈរបស់ចាំងយូរបស់យើងនៅពេលនោះគាត់ក៏បាននាំចាំងយូមកកាន់នៅក្នុងអាណាចក្រវារួមភ្នំដែរគឺជាអាណាចក្រកម្រិតទី6ដែលអាចធ្វើបានមើលទៅនៅក្នុងដែនដីបរិសុទ្ធទាំង4ពិតជាមានមនុស្សច្រើននោះទេគាត់ក៏បានប្រាប់ថាឥឡូវនេះអ្នកពិតជាអាចទទួលបានជាមរតករបស់ខ្ញុំហើយប៉ុន្តែយ៉ាងណាក៏ដោយចឹងយូក៏បានសួរអំពីឈ្មោះគាត់បានប្រាប់ថាខ្ញុំមានឈ្មោះថាលីងធានអ្នកអាចហៅខ្ញុំថាគឺជាជីតាបានដោយសារតែអ្នកមើលទៅពិតជាមានទេពកោសល្យចឹងហើយខ្ញុំពិតជាបង្រៀនអ្នកប៉ុន្តែយ៉ាងណាក៏ដោយចឹងយូពិតជាឆ្ងល់ហើយដើម្បីបានជាអ្នកខ្លាចចំពោះទឹកដីបរិសុទ្ធលីងសៀវជាមួយនឹងកម្លាំងរបស់អ្នកប៉ុន្តែគាត់ក៏បានប្រាប់ថាដោយសារតែអ្នកមិនដឹងកាលពី200ឆ្នាំមុនហៀបនឹងខ្ញុំទម្លុះទៅកាន់កម្រិតទី8គឺត្រូវបានពូបរិសុទ្ធជាច្រើនបានវាបហាមកកាន់ខ្ញុំហើយក៏បានធ្វើខ្ញុំមានរឿងរបួសបំផ្លាញជួយរាងកាយរបស់ខ្ញុំឥឡូវនេះខ្ញុំសោះតែព្រលឹងតែប៉ុណ្ណោះចំណែកមូលហេតុដែលគេមិនបានបំផ្លាញជួយនឹងរាងកាយរបស់ខ្ញុំគឺដោយសារតែពួកគេចង់បានជាមួយនឹងអាចកំបាំងអំពីវិជាគុណសនវូស៊ូត្រារបស់ខ្ញុំប៉ុន្តែឥឡូវនេះខ្ញុំលែងខ្លាចហើយព្រោះថាខ្ញុំពិតជារកឃើញចំពោះអ្នកដែលទទួលបានជាមរតករបស់ខ្ញុំនឹងបង្រៀនអ្នកទាំងអស់ចំពោះអំពីគម្ពីរសនវូស៊ូត្រានេះចំពោះអ្នកទាំងអស់ដែលខ្ញុំបានចេះចាំនឹងរៀនខ្ញុំនឹងបង្រៀនពីវិធីសាស្ត្រព្រោះថាគម្ពីរសនវូស៊ូត្រាត្រូវបានបែងចែកគឺជា12កម្រិតខ្ញុំទើបតែរៀនបានចំនួនតែ8កម្រិតតែប៉ុណ្ណោះប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកពិតជាអាចរៀនជាមួយគម្ពីរនេះអាចលើកខ្ញុំយ៉ាងណាក៏ដោយតួឯករបស់យើងពិតជាភ្ញាក់ផ្អើលចំពោះគម្ពីរនេះគាត់បានប្រាប់ថាមើលទៅអ្នកពិតជារៀនបានឆាប់រហ័សឈានទៅដល់កម្រិតទី1បាត់ហើយអញ្ចឹងហើយអ្នកគួរតែបង្ហាញពីសមត្ថភាពរបស់ខ្ញុំឲ្យមើលបន្តិចដូច្នេះពួកគេក៏បានសាកចំពោះថាពួកគ្នាវាយប្រហារគ្នាទៅវិញទៅមកតែម្ដងប៉ុន្តែចាំងយូក៏បានវាយគាត់ចំមួយដៃហាក់បីដូចជាមើលទៅព្រលឹងដែលនៅសេសសល់របស់គាត់នឹងត្រូវបានរលាយហើយប៉ុន្តែយ៉ាងណាក៏ដោយគាត់ពិតជាបាននិយាយថាខ្ញុំជឿថាអ្នកពិតជាអាចធ្វើឲ្យចំពោះនិកាយសនវូមិនរបស់ខ្ញុំនឹងមានភាពរីកចម្រើនឡើងវិញហើយគាត់ក៏បានរលាយព្រលឹងបានទៅចាំងយូរបស់យើងមិនថាមិនអីទេអ្នកជាន់ខ្ពស់ប៉ុន្តែប្រព័ន្ធ system ក៏បានអបអរសាទរចំពោះចាំងយូដែលបានសម្លាប់ចំពោះកម្រិត master និងទទួលបានចំនួន1លានចាំងយូពិតជាឆ្ងល់ក៏បានសួរចំពោះប្រព័ន្ធ system តែបន្ទូដូចខ្ញុំបានឲ្យរបៀបណាប្រព័ន្ធ system ក៏បានមើលហើយក៏បាននិយាយថាខ្ញុំក៏មិនដឹងដែរយ៉ាងណាក៏ដោយតួឯករបស់យើងក៏បានដឹងថាតើនេះគឺជាប្រព័ន្ធអ្វីតើនេះគឺជាការសម្លាប់សត្វក៏អាចទទួលបានជាមួយនឹងការឡើងកម្រិតផងដែរមែនទេឬក៏សម្លាប់អ្វីក៏ដោយប្រព័ន្ធនឹងក៏បានប្រាប់ថាមែនដែរឥឡូវយើងត្រូវទៅវិញហើយប៉ុន្តែយ៉ាងណាក៏ដោយចាំងយូក៏បានសួរថាតើអ្នកបានលាក់អ្វីខ្លះពីខ្ញុំដោយសារតែវាបានខ្លាចចំពោះចាំងយូរបស់យើងធ្វើបាបដូច្នេះហើយវាក៏បានបង្ហាញចំពោះប្រព័ន្ធដែលអាចធ្វើឲ្យចាំងយូរបស់យើងមិនដឹងដល់ខ្លួនឯងព្រោះថា
វាពិតជាអាចធ្វើឲ្យចាំងយូរបស់យើងកាន់តែខ្លាំងហើយនឹងអាចធ្វើឲ្យចាំងយូទូបាបន្ទូកាន់តែជារួមជាងជំនាញនឹងធ្វើឲ្យកាន់តែខ្លាំងជាងមុនផងដែរចឹងហើយអ្នកមើលខ្លួនឯងទៅសូមយកចិត្តទុកដាក់ចឹងហើយដំណាក់កាលមួយពិតជាខ្ពស់ដោយសារតែវាមិនចង់និយាយច្រើនចឹងហើយវាសុំទូឲ្យយើងលាបាត់ទៅចាំងយូកំពុងតែមើលជាមួយប្រព័ន្ធ system ខ្ញុំត្រូវតែធ្វើឲ្យអាណាចក្ររបស់ខ្ញុំកាន់តែខ្លាំងឡើងប៉ុន្តែមើលទៅមិនធ្វើអ្វីទេព្រោះថាកម្លាំងរបស់ព្រោះថាជាជំនាញប្រយុទ្ធរបស់ខ្ញុំពិតជាអស់ចឹងហើយក៏បានសម្រេចចិត្តអាប់ជាមួយនឹងថាមពលវាចាំងយូក៏បានកែលម្អជាមួយអាណាចក្ររបស់ខ្លួនហើយក៏បានដាស់ឡើងជាមួយនឹងខ្សែឈាមព្រះនៃសង្គ្រាមផងដែរនៅក្នុងពេលប្រយុទ្ធនៅក្នុងសមរភូមិនិងក្នុងការសម្លាប់បាសតើម្នាក់នឹងទទួលបានចំនួន100បន្ទុកហើយវាក៏បានជួយកែលម្អចំពោះកម្ពីសនវូស៊ូត្រាផងដែររួមជាមួយនឹងដាស់ឡើងជាមួយសមត្ថភាពសញ្ញា4ថាសួរកំដាប់ដៃវាអាចធ្វើឲ្យការឡើងជាមួយកម្លាំងប្រយុទ្ធរបស់ចាំងយូទ្វេដងនឹងជំរុញហើយនឹងជំរុញឲ្យទៅ16ដងនៃកម្លាំងប្រយុទ្ធវាអាចធ្វើឲ្យការឡើងជាមួយកម្លាំងប្រយុទ្ធរបស់ចាំងយូទ្វេដងអញ្ចឹងហើយចាំងយូរបស់យើងបានចំណាយបន្ទុកអស់100,200មើលទៅជាមួយនឹងគ្រឹះរបស់ខ្ញុំវាកាន់តែរឹងមាំជាងមុនហើយដូច្នេះហើយសម្រាប់ខ្ញុំត្រឹមតែអាណាចក្រទី4ពិតជាគ្មាននៅក្នុងខ្សែថ្មីរបស់ខ្ញុំទេដាក់តែម្ដាយគឺដេកស្ប៉ាកតែម្ដងចំណែករឿងរបស់យើងបង្ហាញពីនិកាយអមតៈថៃជីកំពុងតែឃើញបរិមម្នាក់កំពុងតែធ្វើបាបព្រឹទ្ធាចារ្យម្នាក់នេះហាក់បីដូចជាព្រឹទ្ធាចារ្យនឹងមិនមែនជាដៃគូរបស់ប៉ែនោះទេព្រោះថាវាបានឃើញអាប៉ែនឹងវាបានចូលទៅកាន់ខាងវាអាណាចក្រខាងកើតមិនបានចូលចំពោះខាងលិញចឹងហើយត្រូវតែដាក់ទោសចឹងហើយយ៉ាងណាក៏ដោយអាប៉ែនឹងបីថាចឹងខ្ញុំសុខចិត្តបំរើអ្នកទៅចុះប៉ុន្តែយ៉ាងណាក៏ដោយហាក់បីដូចជាអាប៉ែនឹងបានប្រាប់ថាខ្ញុំមិនត្រូវការឆ្កែអត់ដូច្នោះទេប៉ុន្តែយ៉ាងណាក៏ដោយក្មេងស្រីនឹងពិតជាមានការបារម្ភជាខ្លាំងអាប៉ែនឹងពិតជាមិនចង់ធ្វើក្រចំពោះក្មេងស្រីនេះទេក៏បានប្រាប់ឲ្យកូនចៅវាដោះលែងនាងទៅព្រោះថានាងពិតជាមានជីវលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងថ្ងៃអនាគតច្បាស់ថាអាចធ្វើឲ្យខ្លួនគាត់ក្លាយជាកម្រិតទី5ម៉ានអញ្ចឹងហើយវាក៏បានប្រាប់ថាឆាប់ចេញទៅអ្នកពិតជាមានទេពកោសល្យយ៉ាងហិចនៅពេលដែលអ្នកមានសមត្ថភាពអ្នកអាចមកសងសឹកពួកយើងបានឥឡូវនេះពូគេបានមកផ្លាញជីវនឹងថៃបំផ្លាញជីវនឹងនិកាយអមតៈថៃជីហើយអញ្ចឹងពួកគេត្រូវតែទៅផ្លាញនិកាយផ្សេងទៀតក៏បានទួពីព្រៀបនឹងសារមើលទៅពូគេបានឃើញតែនៅក្នុងសម្បត្តិនេះពុទ្ធចារ្យលាវចង់ឲ្យគាត់ទៅសម្លាប់ជីវនឹងចាំងយូរបស់យើងនៅក្នុងនិកាយហុងវូមិនដោយសារតែមើលទៅពិតជាគួរឲ្យចោទអារម្មណ៍ថាពួកយើងទៅកាន់និកាយហុងវូមិនចំណែកចាំងយូរបស់យើងក៏បានជួបជាមួយពុទ្ធចារ្យយូហាក់បីដូចជាគាត់បានដឹងថាចាំងយូរបស់យើងទទួលបានជាមរតកហើយក៏បានគោរពចំពោះចាំងយូរបស់យើងហើយថាលោកម្ចាស់វ័យក្មេងយ៉ាងណាក៏ដោយចាំងយូបានប្រាប់ថាគាត់ធ្វើដូច្នេះគាត់ក៏បានប្រាប់ថាតាំងពីអ្នកបានរៀនជាមួយនឹងកម្ពីសនវូស៊ូត្រាបាត់ហើយដូច្នេះអ្នកពិតជាខ្លាចទៅជាលោកម្ចាស់ប៉ុន្តែយ៉ាងណាក៏ដោយចាំងយូហាក់បីដូចជាបីថាតើគាត់ពិតជាដឹងរឿងនេះមើលទៅលោកព្រឹទ្ធាចារ្យវូពិតជាបានដឹងពីរឿងនេះហើយប៉ុន្តែយ៉ាងណាក៏ដោយគាត់ពិតជាចង់ដឹងពីព្រឹទ្ធបរិះតែយ៉ាងណាហើយប៉ុន្តែចាំងយូបានប្រាប់ថាមិនអីទេឥឡូវនេះច្បាស់ថាខ្ញុំពិតជាសងសឹកឲ្យព្រឹទ្ធបរិះប៉ុន្តែគាត់បានប្រាប់ថានៅក្នុងការសងសឹកចំពោះដែនដីបរិសុទ្ធទាំង4មើលទៅវាពិតជាពិបាកណាស់អ្នកត្រូវតែប្រុងប្រយ័ត្នចាំងយូក៏បានយល់ព្រមគាត់ក៏បានប្រាប់ថានៅក្នុងទ្វីបធានយូដែនដីបរិសុទ្ធទាំង4នៅខាងពួកគេទាំងនោះសុទ្ធតែបានគ្រប់គ្រងជាងធនធានដាំដុះជាច្រើនហើយដែនដីបរិសុទ្ធទាំង4នោះគឺមានឈ្មោះដូចជាដែនដីបរិសុទ្ធទី1ខាងកើតគឺជាដែនដីខាងអាធរិលីងសៀវចំណែកទី2ដែនដីបរិសុទ្ធនៅភាគខាងលិចគឺជាខាងឡានចំណែកដែនដីបរិសុទ្ធទី3ខាងជើងគឺជាខាងយ៉ាងឈីចំណែកទី4ដែនដីបរិសុទ្ធដាយីនៅតំបន់ខាងត្បូងហើយខ្ញុំក៏បានដឹងថាមានតែមនុស្ស2រូបតែប៉ុណ្ណោះដែលខ្លាំងជាងកម្រិតទី7ហើយពួកគេក៏មានជាមួយនឹងអាណាចក្រកម្រិតទី6ជាច្រើនដែលរំដោះផងដែរចាំងយូរបស់យើងវាយថាមើលទៅពិតជាគួរឲ្យចោទរំចំពោះការដាំដុះរបស់ពួកគេពិតជាមិនធ្លាក់ចុះតែសោះប៉ុន្តែយ៉ាងណាក៏ដោយទោះយ៉ាងណាខ្ញុំមិនខ្លាចទេពួកគេតែប៉ុណ្ណឹងគាត់ក៏បានប្រាប់បន្តទៀតថាដោយសារតែពួកគេបានគ្រប់គ្រងធនធានផ្ដាច់មកចំពោះទ្វីបធានយូរបស់ពួកយើងដូច្នេះហើយពួកយើងមិនធ្វើបានទេទោះបីជាពួកយើងប្រឆាំងហើយពួកគេក៏បានប្រមូលចំពោះទេពកោសល្យជាច្រើនពីនិកាយផ្សេងៗហើយពួកយើងក៏បានឆ្លងប្រឆាំងជាមួយនឹងពួកគេផងដែរប៉ុន្តែក៏ត្រូវបានពួកគេធ្វើបាបរួមជាមួយនឹងលោកជាងយូផងដែរហាក់បីដូចជាឥឡូវនេះគាត់ក៏ត្រូវបានគេចាប់ឃុំនៅក្នុងនិកាយសនវូរបស់ពួកយើងផងដែរគាត់ទៅលើដូចនេះហើយចាំងយូក៏បានសួរថាគាត់នៅណាប៉ុន្តែហាក់បីដូចជាឥឡូវនេះគេត្រូវបានគេចាប់ឃុំមានតែនៅកាន់នាយកលីននោះទេពិតជាដឹងគាត់ទៅលើដូចនេះចាំងយូរបស់យើងពិតជាមានការខឹងជាខ្លាំងដោយសារដូច្នេះហើយពួកយើងពិតជាមិនអាចធ្វើអ្វីបានទេគាត់ក៏បានផ្ដល់ជានឹងផ្លាសញ្ញាអ្វីទេឲ្យទៅកាន់ចាំងយូរបស់យើងក៏បានប្រាប់ថានៅពេលដែលអ្នកមានផ្លាសញ្ញានេះសូម្បីតែនាយកសាលាក៏គោរពចំពោះអ្នកផងដែរច្បាស់ថាអ្នកពិតជាអាចដោះលែងជាមួយនឹងលោកជាងយូចាស់ចេញពីទីនោះបានចាំងយូរបស់យើងក៏បានអរគុណចំពោះលោកវូហើយក៏បានប្រាប់ថាអ្នកកុំភ័យសោះនៅពេលដែលខ្ញុំបានវឹកហាត់ជាមួយនឹងកម្ពីសនវូស៊ូត្រារបស់ខ្ញុំកាន់តែខ្លាំងច្បាស់ថានៃការរបស់ពួកយើងកាន់តែរីកចម្រើនជាងមុនព្រោះថាចាំងយូរបស់យើងពិតជាទទួលបានជាងរបស់ទទួលបានជាងបន្ទូកាន់តែច្រើននៅពេលដែលគេក្នុងប្រការប្រយុទ្ធចំណែករឿងរបស់យើងបានហង្ហាញពីអបិជើហាននេះពិតជារបួសជាខ្លាំងដោយសារតែចាំងយូរបស់យើងគ្រូរបស់វាក៏បានប្រគល់យុទ្ធនានេះដើម្បីវិលៀបឲ្យរបួសវាជាសះស្បើយប៉ុន្តែក៏ត្រូវបានចាំងយូរបស់យើងវាយចាញ់ក៏បានប្រាប់ថាអ្នកពិតជាបានខ្ជិះខ្ជាយជាមួយនឹងឆ្នាំដ៏ល្អដូចនេះព្រឹទ្ធាចារ្យម្នាក់នឹងពិតជាមានការខឹងជាខ្លាំងនៅពេលដែលឃើញចាំងយូរបស់យើងចាំងយូបានប្រាប់ថាខ្ញុំពិតជាមានកិត្តិយសដែលអ្នកបានចាញ់ឈ្មោះខ្ញុំប៉ុន្តែយ៉ាងណាក៏ដោយអ្នកហាក់បីដូចជាបានធ្វើឲ្យខ្ញុំមានការខឹងជាខ្លាំងហើយ
ព្រះចានឹងក៏បានវិจ័យយុទ្ធធម៌របស់គាត់ត្រៀមវិភាគការចាំងយូរបស់យើងក៏មិនខ្លាចដែរប្រឹងបើកការវិភាគគ្នាហើយក៏ត្រូវបានជួយនឹងនាយកសាលាលីនហាមគាត់ចំពោះពួកគេព្រោះថានាយកសាលាលីនបានប្រាប់ថាព្រោះថាក្មេងប្រុសនេះគឺពិតជាមានប្រយោជន៍ចំពោះពួកយើងបើសិនជាអ្នកហ៊ានធ្វើការវិភាគច្បាស់ថាអំពីដែនដីបរិសុទ្ធគឺពិតជាមានការវិភាគចំពោះយើងយ៉ាងណាក៏ដោយព្រះចានឹងក៏បានដឹងពីរឿងនេះផងដែរព្រោះថាគាត់ក៏ទទួលបានជាមួយនឹងដំណឹងរបស់ដែនដីបរិសុទ្ធលីងសៀវផងដែរប៉ុន្តែយ៉ាងណាក៏ដោយបរមអ្នកនឹងគឺត្រូវបានបញ្ជាដោយលោកព្រះអង្គម្ចាស់ហ្វាងដែលជាឬមកពីទឹកដីបរិសុទ្ធលីងសៀវចឹងហើយអ្នកកំភៃអីគ្រាន់តែលើដូច្នោះលោកលីនរបស់យើងក៏បាញ់ថាបានចឹងហើយខ្ញុំក៏មិនខ្លាចដែរព្រោះថាខ្ញុំពិតជាអត់ទ្រាំចំពោះអាក្មេងនេះយូរមកហើយចំណែកចាំងយូរបស់យើងវិញក៏មិនខ្លាចចំពោះពួកគេទាំងពីរអ្នកនេះផងដែរបើសិនកាលពី3ឆ្នាំមុនពិតជាអាចទេប៉ុន្តែលើនេះខ្ញុំពិតជាមិនខ្លាចចំពោះពួកឯងទាំងពីរទេចូលមើលប៉ុន្តែហាក់បីដូចជាពិតចាលីងពិតជាមានការបារម្ភជាខ្លាំងមើលទៅគេពិតជាកំណត់ស្មើជាងកម្រិតទី4មកទៅហើយប៉ុន្តែយ៉ាងណាក៏ដោយព្រឹត្តិការណ៍នឹងបានប្រាប់ថាខ្ញុំស្ថិតនៅដំណាក់កាលទី4ចុងក្រោយហើយពិតជាមិនភ័យខ្លាចចំពោះគេនោះទេចាំងយូរបស់យើងបានប្រាប់ថាបើខ្លាំងចូលមើលចឹងយ៉ាងណាក៏ដោយបើពិតជាអាចងប់ហើយអញនឹងឲ្យស្លាប់ទៅចោលគាត់ក៏បានបញ្ចេញជាមួយនឹងបច្ចេកទេសកម្រិតស៊ាំវិបហាតកម្មចាំងយូរបស់យើងប៉ុន្តែចាំងយូក៏បានសារជាមួយនឹងបច្ចេកទេសកម្រិតស៊ាំស៊ូត្រារបស់ខ្លួនវិញដែលបង្រឹងរាងកាយរបស់ខ្លួនមើលទៅការវិបហានោះពិតជាមិនអាចប៉ះពាល់ចំពោះរាងកាយរបស់ចាំងយូរបស់យើងបន្តិចទេមើលទៅកម្រិតទី2នៃស៊ាំវូស៊ូត្រានេះពិតជាខ្លាំងមែនសូម្បីតែអាណាចក្រដំណាក់កាលចុងក្រោយទី4ហើយនៅតែមិនអាចប៉ះពាល់ចំពោះរាងកាយរបស់ខ្ញុំបានទៀតមើលទៅព្រឹត្តិការណ៍នឹងពិតជាភ័ព្វហើយគាត់ក៏បានចេញថាពោជាលើកទី2វិបហាតកម្មចាំងយូរបស់យើងប៉ុន្តែចាំងយូបានគេចឡើងងាយស្រួលតែម្ដងមើលទៅព្រឹត្តិការណ៍លីនស៊ីពិតជាមានការភ័ព្វថានេះគឺជាជំនាញអ្វីចាំងយូរបស់យើងក៏មិនចង់ឲ្យខាតពេលយូរដែរក៏បានបញ្ចេញជាមួយនឹងដាប់ដៃនារបស់ខ្លួនទៀតហើយវិបហាតកម្មព្រឹត្តិការណ៍នឹងប៉ុន្តែព្រឹត្តិការណ៍នឹងក៏បានយើងមកកុសលរបស់គាត់មករាំងចំពោះការវិបហានោះប៉ុន្តែយ៉ាងណាក៏ដោយពិតជាមិនអាចទប់ជាប់នោះទេគឺងត់ទាំងពីរការសម្រាប់អ្នកដំណាក់កាលទី3ទទួលបាន50បន្ទុកដំណាក់កាលទី4ដំណាក់កាលចុងក្រោយទទួលបាន5000បន្ទុកមើលទៅចាំងយូរបស់យើងពិតជាខ្លាំងលោកលីនស៊ីពិតជាភ័ព្វឲ្យចំពោះចាំងយូរបស់យើងតែនេះគឺជាជំនាញស៊ុនវូស៊ូត្រាមែនទេយ៉ាងណាក៏ដោយហាក់បីដូចជាគាត់មានការភ័យខ្លាចក៏បានចង់ឲ្យចាំងយូរបស់យើងគប់សម្លាប់អីព្រោះថាបើអ្នកសម្លាប់ខ្ញុំទឹកដីបរិសុទ្ធលីងស៊ីក៏មិនទុកឲ្យអ្នករស់ដែរប៉ុន្តែយ៉ាងណាក៏ដោយចាំងយូយើងពិតជាមិនខ្លាចទេក៏បានវិភាគគាត់រឹងរបួសស្រាត់តែក៏បាននោមដាក់ខោតែម្ដងគាត់ក៏បាននិយាយទៅកាន់ចាំងយូវិញថាតើអ្នកកំពុងតែធ្វើឲ្យខ្ញុំអាម៉ាស់មុខមែនទេខ្ញុំក៏ជានាយកស្លាផងហ្វូមិនផងដែរប៉ុន្តែយ៉ាងណាក៏ដោយចាំងយូរបស់យើងថាបើសិនជាមិនមែនដោយសារតែដេញជាជីវនឹងព្រឹត្តិការណ៍លីងធាននោះទេច្បាស់ថាខ្ញុំពិតជាសម្លាប់អ្នកតាំងពីយូរមកហើយគាត់ទៅលើដូច្នោះព្រឹត្តិការណ៍លីនស៊ីពិតជាភ័ព្វតើចាំងយូពិតជាស្គាល់ជាមួយនឹងបុព្វបុរសលីងធានមែនទេចាំងយូរបស់យើងក៏បានប្រាប់ថាមែនហើយខ្ញុំក៏ទទួលបានជាមួយនឹងមរតករបស់គាត់ផងដែរដោយសារដូច្នេះគិតថាអ្នកពិតជាមានសំណាងដែលខ្ញុំមិនសម្លាប់អ្នកទៅចុះចាំងយូរបស់យើងក៏បញ្ចេញជាផ្លាបញ្ជាក៏បានធ្វើឲ្យគាត់មានការចាប់អាជាខ្លាំងនេះគឺជាផ្លាបញ្ជាមេដឹកនាំនៃហុងហ្វូមិនគាត់ក៏បានគោរពចំពោះចាំងយូរបស់យើងចាំងយូក៏បានសរសើរមើលទៅអ្នកពិតជានៅតែមានការគោរពច្បាប់នៅក្នុងចិត្តដដែលឥឡូវនេះគេក៏បាននាំចាំងយូរបស់យើងមកកន្លែងតំបន់ហាងខាត់គេដើម្បីទៅជួយលោកជៀនយូតែខ្ញុំដឹងនេះហើយឈ្មោះគឺសេរីគ្នាតែម្ដងពួកគេបានប្រាប់ថាឡាំងនេះគឺជាចាកវាកម្រិតទី6ដែលបង្កើតឡើងជាគុកទី2របស់បុព្វបុរសលីងធានប៉ុន្តែយ៉ាងណាក៏ដោយចាំងយូកំពុងតែគិតថាអាចទេថាវាក៏ពាក់ព័ន្ធជាមួយនឹងកម្ពីទី2នៃស៊ុនវូស៊ូត្រាផងដែរអញ្ចឹងហើយក៏បានស៊ូបន្តទៀតហាក់បីដូចជាមួយទៅការនិយាយរបស់លោកលីងស៊ីនេះមិនមែនបើកបញ្ឆោតចំពោះចាំងយូរបស់យើងថាព្រោះថាវារយៈពេលគឺ10ឆ្នាំបើកម្ដងប៉ុន្តែសម្រាប់អ្នកវិញគ្រាន់តែប្រើជាមួយនឹងផ្លាសញ្ញាដែលទទួលបានគឺអាចបើកនឹងចេញចូលតាមសេរីលីងយូរបស់យើងក៏បានសាឡបងពេលបានប្រើចូលទៅក៏បានត្រូវតាមពោនេះស្រុបទាញក៏បាញ់ថាមើលទៅលីងស៊ីពិតនិយាយត្រូវជាមួយនឹងផ្លាសញ្ញានេះខ្ញុំពិតជាអាចចេញចូលបានពេលកំពុងតែដែលហាក់បីគាត់កំពុងតែមានអារម្មណ៍ថាកំពុងតែមានកម្លាំងដតេភាពមួយកំពុងតែសម្លឹងមុខខ្ញុំឥឡូវនេះហាក់បីដូចជាវាកំពុងតែវិភាគខ្ញុំដល់សម្ងាត់ហើយថានេះគឺជាដំណាក់កាលចុងក្រោយនៃកម្រិតទី6មែនទេហាក់បីដូចជាមើលទៅខ្ញុំពិតជាអាចទប់ទល់បានទេក៏ត្រូវបានតាមពោនោះគឺស្រុបចាំងយូរបស់យើងមិនដឹងថាទៅកន្លែងណានោះទេនៅពេលដែលចាំងយូចូលមកដល់ទៅការពិតទៅនេះគឺជាអ្នកគ្រូរបស់ខ្លួនឥឡូវនេះមើលទៅអ្នកបានស្ថិតដល់អាណាចក្រទី8បាត់ទៅហើយពួកគេក៏បានផឹកតែចែកគ្នាលេងតែម្ដងចាំងយូក៏បានសូមពីការរឿងកើតឡើងរយៈពេល3ឆ្នាំមួយចំពោះអ្នកអំពីទឹកដីបរិសុទ្ធលីងសៀវតើមានអ្វីកើតឡើងចំពោះអ្នកហើយអ្វីបានជាអ្នកអាចឈានទៅដល់កម្រិតទី8ដល់របៀបណាទៅយ៉ាងណាក៏ដោយអ្នកគ្រូរបស់ចាំងយូបានតបវិញថាកុំសួររឿងនេះឯងខ្ញុំដឹងថាអ្នកពិតជាសង្ស័យច្រើនប៉ុន្តែតើខ្ញុំដឹងមើលទៅតាមរយៈពេល3ឆ្នាំនេះអ្នកក៏បានស្ដារឡើងជាមួយនឹងការដាំដុះរបស់អ្នកវិញផងដែរមែនទេមើលទៅរយៈពេលប្រហែលឆ្នាំនេះមិនដឹងថាអ្នកទទួលបានឱកាសអ្វីខ្លីចាំងយូក៏បានប្រាប់ថាខ្ញុំទទួលបានជាមួយនឹងការកែតម្រង់ឆ្អឹងកម្ពស់របស់ខ្ញុំជាមួយនឹងទទួលបានមរតកអំពីបុព្វបុរសលីងធានផងដែរអ្នកគ្រូចាំងយូក៏ភ័ព្វផងដែរយ៉ាងណាក៏ដោយចាំងយូក៏បានសួរពីហេតុអ្វីបានជាអ្នកគ្រូជាប់នៅក្នុងទីហាមឃាត់នេះវិញនាងក៏បានប្រាប់ថារឿងនេះពិតជាវែងឆ្ងាយដោយសារតែនាងជាប់នៅទីនេះគឺដោយសារតែនាងបានប្រមាថធ្វើឲ្យព្រះអង្គម្ចាស់ទឹកដីបរិសុទ្ធហ្វាងមានការអន់ចិត្តអញ្ចឹងហើយក៏ត្រូវបានគេឃុំនៅទីនេះប៉ុន្តែនាង
ងក៏បានរកឃើញជាមួយនឹងការបន្សល់ទុកដោយឧបេបរោះលេងធានហើយជាមួយថាមពលដ៏អស្ចារ្យដែលខ្ញុំនឹកស្មានមិនដល់ប៉ុន្តែនៅពេលនោះក៏មានថាមពលមួយហាក់បីដូចជាកំពុងតែវិបហាខ្ញុំប៉ុន្តែក៏ត្រូវបានជាមួយអំណាចរួមភ្នំនៃការពារមួយទៅបរមនោះដែលវាមានឈ្មោះថាស៊ុនពូធានគ្រាន់តែលើដូច្នោះជាងយូពិតជាភ័យផ្អើលនេះគឺជាព្រឹត្តិការណ៍កំពូលនៅទឹកដីបរិសុទ្ធលីងស៊ីវតាប៉ុន្តែក៏មិនស្លាប់ទេនាងក៏បានប្រាប់ថាគាត់ទៅត្រូវបានព្រឹត្តិការណ៍លីនធានវិបហាបបាយជាមួយនឹងប្រភពដើមរបស់គាត់ប៉ុន្តែដោយសារតែគាត់មានជាមួយនឹងទេពកោសល្យគាត់ក៏បានរកឃើញជាមួយនឹងកំហឹងមួយចូលក្នុងអាណាចក្រអ្នកដទៃក៏បានដឹងថានៅពេលដែលគាត់ចូលទីនេះគាត់ក៏កឹងគ្រប់គ្រងជាមួយនឹងរួមភ្នំនេះផងដែរដើម្បីធ្វើឲ្យប្រភពដើមរបស់គាត់កើនឡើងវិញប៉ុន្តែគាត់មានតែហេតុពីរប៉ុន្តែដើម្បីធ្វើឲ្យគាត់កាន់តែខ្លាំងនឹងចូលទៅដល់អាណាចក្រទី8ពិតប្រាកដគាត់ត្រូវការវិធីពីរយ៉ាងគឺធ្វើឲ្យជាមួយនឹងប្រភពដើមរបស់គាត់កើនឡើងទៅដល់អាណាចក្រកម្ពុជាវិញរួមជាមួយទទួលបានជាមួយនឹងរាងកាយដ៏អស្ចារ្យដើម្បីកាន់តែធ្វើឲ្យគាត់មានអាយុវ័យនិងធម៌ពលរបស់គាត់កាន់តែខ្លាំងក្លាឡើងលើសពីកម្រិតទី8ទៅទៀតស្រាប់តែចាងយូរបស់យើងកំពុងតែគិតស្រាប់តែក៏បានដឹងថាអាចថាពួកគេកំពុងតែនិយាយគឺសំដៅទៅដល់រាងកាយរបស់ខ្ញុំព្រោះថាគេក៏បានចាំពីបេសកជនដែលមកពីទឹកដីបរិសុទ្ធលីងសៀវផងដែរចាងយូកំពុងតែគិតសុខស្រាប់អ្នកគ្រូរបស់ខ្លួនក៏បានសួរថាតើអ្នកមានរឿងអ្វីមែនទេចាងយូក៏បានប្រាប់ថាមើលទៅរាងកាយគេចង់បានគឺជាខ្ញុំនឹងហើយនៅពេលនោះស្រាប់តែលេចឡើងជាមួយនឹងធម៌ពលអ្វីទេប្រឹងចាប់ដើមវិបហាទៅកាន់ចាងយូរបស់យើងហើយប៉ុន្តែក៏ត្រូវបានអ្នកគ្រូរបស់ចាងយូបញ្ចេញជាមួយធម៌ពលច្រើនបានចាប់ចងចំពោះធម៌ពលនឹងអាចធ្វើអ្វីបាននោះទេស្រាប់តែក៏បានលេចឡើងជានឹងបរិមម្នាក់ដែលមានឈ្មោះថាពោធានមើលទៅធម៌ពលដែលក៏បញ្ចេញនេះគឺជាបរិមដែលខ្ញុំធ្លាប់ជួបពីមុនមកប៉ុន្តែហាក់បីដូចជាមើលទៅការនិយាយរបស់អាប៉េះនឹងពិតជាបាត់ជាល្អមែនរៀងការរបស់ឯពិតជាស័ក្តិសមដែលខ្ញុំចង់បានមើលទៅព្រះពិតជាជួយខ្ញុំហើយខ្ញុំត្រូវតែសម្រាប់ពួកឯងទាំងពីរបន្ទាប់មកខ្ញុំនឹងខ្លាចជាអាណាចក្រទី8ពិតប្រាកដប៉ុន្តែយ៉ាងណាក៏ដោយអ្នកគ្រូរបស់ចាងយូបានប្រាប់ថាកុំនិយាយច្រើនពេកឯងហ៊ានប៉ះពាល់សិស្សរបស់ឯងផងមែនទេវាក៏បានចេញជាមួយនឹងធម៌ពលរបស់វាវិបហាទៅកាន់អ្នកគ្រូរបស់ចាងយូប៉ុន្តែនាងប្រាប់ថាអាវុធវិបហានៅទីពិតជាគ្មានប្រយោជន៍ទេនាងបានប្រាជាមួយនឹងការគៀបសង្កត់ពេលវេលានឹងមហោប៉ុន្តែវាបានប្រាប់ថាអ្នកបានកាត់ខុសហើយនោះគឺជាកូនសិស្សរបស់អ្នកទេមើលទៅអ្នកគ្រូរបស់ចាងយូពិតជាមិនអាចជួយទាន់ពេលវេលាទេព្រោះថាពេលនឹងវាបានចុះមកដល់កន្លែងសមុទ្រមកដល់កន្លែងសមុទ្រព្រលឹងបាត់ទៅហើយក៏បំផ្លាញជាមួយនឹងព្រលឹងរបស់ចាងយូពួកយើងផងដែរខាងក្រៅវិញមើលទៅចាងយូរបស់យើងស្រាប់តែនិយាយថាខ្ញុំមិនអីទេការពិតទៅគឺត្រូវបានអាប៉ែពោធានគ្រប់គ្រងរាងកាយបាត់ទៅហើយក៏បានវាយចំពោះអ្នកគ្រូចាងយូមួយដៃក៏បានថាមើលទៅអ្នកពិតជាចាញ់ចំពោះការបោកបញ្ឆោតហើយមើលទៅអ្នកគ្រូនឹងពិតជាមានការខឹងជាខ្លាំងវាក៏បានប្រាប់ថាអ្នកឈ្នះគឺគេទទួលស្គាល់ពិភពលោកយើងហើយអ្នកគ្រាន់តែជាមនុស្សល្ងងតែប៉ុណ្ណោះប៉ុន្តែយ៉ាងណាក៏ដោយហេតុអ្វីបានជាអ្នកធ្វើបាបចំពោះកូនសិស្សរបស់ខ្ញុំអាប៉ែពោធានបានប្រាប់ថាអ្នកចាំជួបគ្នានៅឋាននរកទៅមើលទៅអ្នកគ្រូចាងយូពិតជាមិនអាចធ្វើអ្វីបានទេព្រោះថាពេលនេះពិតជាមានបាបខកប៉ះពាល់ចំពោះឬខាងវិញ្ញាណនាងជាខ្លាំងវាក៏បាននិយាយបន្តទៀតថាមិនដោយនឹកស្មានដល់ថារាងកាយនេះរួមជាមួយនឹងកំពីសនវូស៊ូត្រាដែលទទួលបានមើលទៅរាងកាយនេះកាន់តែរឹងមាំខ្លាំងក្លាទៅទៀតយ៉ាងណាក៏ដោយអ្នកគ្រូរបស់ចាងយូបានត្រឹមតែសុំទោសតែមិនអាចការពារវាបានប៉ុន្តែចាងយូបានប្រាប់ថាមិនក៏មកនិយាយលយមែនអាពេលនឹងពិតជាមានការភ័យផ្អើលតើព្រលឹងរបស់ឯងមិនត្រូវបានខ្ញុំបំផ្លាញទេតើវាអាចទៅរួចដល់របៀបណាឥឡូវនេះការចំចាន់របស់វាគឺត្រូវបានចាងយូរបស់យើងលុបចេញម្ដងតិចមកទៅហើយប៉ុន្តែយ៉ាងណាក៏ដោយចាងយូក៏បានដឹងពីការដាក់សញ្ញាទៅលើព្រលឹងចំពោះលីងស៊ីជាមួយនឹងព្រឹត្តិការណ៍ទី5ផងដែរហើយអ្នកក៏បានបញ្ឆោតខ្ញុំឲ្យទៅរៀនជាមួយនឹងកម្ពីសនវូស៊ូត្រាផងដែរហើយអ្នកក៏បញ្ឆោតខ្ញុំមកចូលជាមួយនឹងអាណាចក្ររួមភ្នំនេះមែនឬទេដើម្បីទទួលបានជាមួយរាងកាយរបស់ខ្ញុំប៉ុន្តែយ៉ាងណាក៏ដោយអាប៉ែពូធានក៏បានប្រាប់ថាទោះបីជាអ្នកធ្វើអ្វីក៏ដោយក៏ខ្ញុំអាចសម្លាប់អ្នកបានដែរព្រោះថាអ្នកគ្រាន់តែជាសមោចតែប៉ុណ្ណោះប៉ុន្តែយ៉ាងណាក៏ដោយយ៉ាងធានរបស់យើងក៏បានបាក់ដៃខ្លួនឯងគឺដើម្បីធ្វើបាបនឹងផងដែរប៉ុន្តែយ៉ាងណាក៏ដោយវាបានប្រាប់ថាឲ្យធ្វើដូច្នេះក៏ធ្វើបាបខ្លួនឯងផងដែរប៉ុន្តែយ៉ាងណាក៏ដោយជាងយូរបស់យើងមិនខ្វល់ទេដើម្បីសម្លាប់ឯងបានសុខចិត្តលះបង់គ្រប់យ៉ាងនៅពេលនោះចាប់ផ្ដើមធ្វើបាបចំពោះអាប៉ែនឹងកាន់តែខ្លាំងឡើងហើយដោយសារតែធ្វើឲ្យអាប៉ែនឹងកាន់តែងប់កាន់តែឆាប់ទៅពេលនោះជាងយូរបស់យើងចាប់ផ្ដើមលុកខ្វេះបេះដូងខ្លួនឯងតែម្ដងអាប៉ែនឹងកំពុងតែគិតថាមើលតើអាប៉ែនេះវាពិតជាចង់មកខំខ្ញុំចេញពីរាងកាយមែនទេបើធ្វើដូច្នេះច្បាស់ថាប្រភពដើមរបស់ខ្ញុំពិតជាខូចកាន់តែខ្លាំងប៉ុន្តែយ៉ាងណាក៏ដោយសារតែអាប៉ែនឹងពិតជាបញ្ចេញមែនទេជាងយូរបស់យើងក៏បានច្របាច់បំបីបេះដូងរបស់ខ្លួនបាត់ទៅក៏បានធ្វើអាប៉ែពោធាននេះក៏បានរលាយផងដែរមើលទៅវានឹកស្មានដល់ថាវាពិតជាស្ដាប់នៅក្នុងកម្រិតដៃរបស់អ្នកកម្រិតទី3អ្នកគ្រូរបស់ជាងយូពិតជាមានការបារម្ភជាខ្លាំងប៉ុន្តែមើលទៅជាងយូក៏បានជាសះស្បើយក៏បបបន្ទូចំពោះការសម្លាប់ជាមួយនឹងកម្រិតទី8ពាក់កណ្ដាលផងដែរទូបានបន្ទូ5លានពេលដែលបើថ្មីឡើងទូឯងបើយើងនិយាយធ្វើជាប៉ែពោធានអ្នកគ្រូរបស់ជាងធានក៏បានវិបហាតែម្ដងទោះបីជាជាងយូខំបញ្យល់យ៉ាងណាក៏ដោយនៅតែអ្នកគ្រូមិនស្ដាប់ដោយសារតែខ្លាចចាញ់បោកទី2ប្រឹងតែសម្លាប់ចំពោះជាងយូបន្តទៀតហើយស្រាប់តែជាងយូក៏បានយាមពីស្នាមដៅកំណត់ឯនៅពោះរបស់នាងជាងយូក៏បានគិតថាព្រោះថាខ្ញុំបាននៅជាមួយនាងរហូតនាងធ្វើអ្វីញ៉ាំបាយផឹកទឹកអីគឺសិតតែខ្ញុំដឹងទាំងអស់រឿងរបស់យើងក៏បញ្ចប់ទៅហ្នឹងគឺដោយសារតែមេឃភ្លៀងហ្នឹងមិនដល់30នាទីអត់មានជាច្រើនទេបាយអ្នកគ្នា